ប្រព័ន្ធដែលថោកបំផុតមិនប្រកាសថាជាជំរើសដែលសន្សំសំចៃបំផុតនោះទេប្រសិនបើវាមិនអាចដោះស្រាយបញ្ហាកាត់បន្ថយកំហុសនិងជួយមន្ទីរពេទ្យរីកចម្រើនបានតម្លៃថោកថ្ងៃនេះអាចក្លាយជាចំណាយដ៏ធំនៅថ្ងៃស្អែកសូមកុំទិញតែប្រព័ន្ធត្រូវជ្រើសរើសដំណោះស្រាយនៅពេលមន្ទីរពេទ្យឬ clinic សម្រាប់ចិត្តទិញប្រព័ន្ធគេតែងតែចាប់ផ្ដើមដោយសួរសំណួរថាតើតម្លៃប៉ុន្មានតម្លៃពិតជាសំខាន់ប៉ុន្តែមិនគួរជាកត្តាតែមួយសម្រាប់ការសម្រេចចិត្តនោះទេប្រព័ន្ធដែលមានតម្លៃថោកប៉ុន្តែបុគ្គលិកប្រើមិនបានមិនគ្រប់ដណ្ដប់ការងារពិតប្រាកដមិនមានការគ្រប់គ្រងនិងមិនអាចធ្វើបច្ចុប្បន្នភាពតាមតម្រូវការថ្មីអាចបង្កើតចំណាយកាន់តែច្រើនជាងមុនមន្ទីរពេទ្យអាចខាត់បង់ចំណាយពេលវេលាបង្កើតការងារស្ទួនបាត់បង់ទិន្នន័យជួបកំហុសក្នុងការគិតថ្លៃឬក៏មានបញ្ហាក្នុងការបញ្ជូនទាមទារសំណងជាដើមដូច្នេះមន្ទីរពេទ្យឬក៏ clinic មុននឹងសម្រេចចិត្តសូមកុំសួរថាតើប្រព័ន្ធនេះមានតម្លៃថោកប៉ុណ្ណាប៉ុន្តែគួរតែមានសំណួរសួរថាតើប្រព័ន្ធនេះអាចជួយដោះស្រាយបញ្ហារបស់មន្ទីរពេទ្យលោកអ្នកបានប៉ុណ្ណាដែរតើវាអាចគ្របដណ្ដប់ workflow ចាប់ពីការចុះឈ្មោះការព្យាបាលបញ្ជូនទៅផ្នែកមន្ទីរពិសោធន៍បញ្ជូនទៅផ្នែកឱសថការគ្រប់គ្រងស្តុកការគ្រប់គ្រងហិរញ្ញវត្ថុរហូតដល់របាយការណ៍និងអូតូក្លែមបានដែរឬទេតើក្រុមហ៊ុននោះមានអ្នកពិគ្រោះយោបល់បណ្ដុះបណ្ដាលនិងគាំទ្រដំឡើងប្រព័ន្ធដែរឬទេតើប្រព័ន្ធអាចការពារទិន្នន័យធ្វើបច្ចុប្បន្នភាពជួបជាមួយនឹងប្រព័ន្ធផ្សេងទៀតនិងពង្រីកតាមការរីកចម្រើនរបស់មន្ទីរពេទ្យបានដែរឬទេនៅពេទ្យយើងមិនមែនណែនាំឲ្យមន្ទីរពេទ្យទិញប្រព័ន្ធដែលថ្លៃដោយគ្រាន់តែជឿទៅលើឈ្មោះនោះទេយើងជួយមន្ទីរពេទ្យជ្រើសរើសដំណោះស្រាយដែលសមស្របនឹងតាមតម្រូវការទំហំនិងផែនការរីកចម្រើនរបស់ខ្លួនយើងមិនត្រឹមតែលក់ software នោះទេយើងពិគ្រោះរៀបចំទិន្នន័យបណ្ដុះបណ្ដាលនិងគាំទ្រការប្រើប្រាស់និងបន្តកែលម្អជូនអតិថិជនជារៀងរហូតសូមកុំសម្រេចចិត្តជ្រើសរើសតែតម្លៃថ្ងៃនេះសូមមើលលើតម្លៃដែលប្រព័ន្ធអាចបង្កើតជូនមន្ទីរពេទ្យនៅថ្ងៃស្អែកមន្ទីរពេទ្យមិនត្រូវការតែប្រព័ន្ធមួយទេមន្ទីរពេទ្យត្រូវការដំណោះស្រាយនិងជាដៃគូសម្រាប់ឲ្យអាជីវកម្មរបស់ខ្លួនរីកចម្រើន